រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកសូរដូចនឹងពាក្យគូយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាជាមួយគ្នាដូចតទៅសូរដូចនឹងពាក្យគូមាន4គូទី1ថ្នាក់ពាក្យជានាមមានន័យថាស្នាមភ្លោះព័ទ្ធជុំវិញបន្ទាយឬវាំងពាក្យបុរាណហៅថាកសិនដូចយ៉ាងកសិនព័ទ្ធជុំវិញនគរវត្ថុជុំវិញនគរវត្តជាដើមចប់ហៅរៀងមករហូតមកដល់សពថ្ងៃនេះឧទាហរណ៍គូទឹកនៅជុំវិញប្រាសាទអង្គរវត្តគូទី2ថ្នាក់ពាក្យជានាមមានន័យថាចំនួន2ផ្ទឹមគ្នាឧទាហរណ៍ទី1នាងជាគូព្រេងនឹងខ្ញុំនាងជាគូកម្មនឹងខ្ញុំគូកប់នេះការយូរហើយគូទី3សរសេរគស្រអ៊ូនិងរថ្នាក់ពាក្យជាកិរិយាធ្វើឲ្យកើតជាគំនូតំណាងរូបផ្សេងដោយខ្មៅដោយដីខ្មៅបកាឬជក់ឧទាហរណ៍សោភារៀនគូ2ឆ្នាំហើយសុមេតគូរូបស្អាតគូទី4ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍ពូគូទៅស្រែ3ថ្ងៃហើយមីងគូធ្វើកិច្ចការផ្ទះសរុបសេចក្តីមកគូមាន4គូទី1ថ្នាក់ពាក្យជានាមមានន័យថាស្នាមភ្លោះព័ទ្ធជុំវិញបន្ទាយឬប្រាសាទគូទី2ថ្នាក់ពាក្យជានាមមានន័យថាចំនួន2ផ្ទឹមគ្នាគូទី3សរសេរគស្រអ៊ូនិងរថ្នាក់ពាក្យជាកិរិយាមានន័យថាធ្វើឲ្យកើតជាគំនូតំណាងឲ្យរូបរាងផ្សេងគូទី4ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណដល់ឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រៃក្របៅលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាខ្មែរនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចដោយចិត្តប៉ងប្រាថ្នារាត្រីសួស្តីសូមជម្រាបលាអក្សរសាស្ត្រជាដួងព្រលឹងជាតិ